ចាសួស្តីបងប្អូនចាអ្នក fan page តើចាបងប្អូនអ្នកចិញ្ចឹមជ្រូករៀនអ្នកដៃថ្មីបងប្អូនណាដែលរៀនចិញ្ចឹមជ្រូកបងប្អូនមើល page តើចាថ្ងៃនេះចែកម្លែកទៀតទេបងប្អូនណាចាដោយសារតែបងប្អូនយើងនៅអ្នកថ្មីច្រើនមែនទែនដែលឆាតចូល page ខ្ញុំចាស៊ូថាបងចាអាជ្រូករៀបកើតកូននឹងវាធ្វើទុកមិនចារៀបកើតនឹងវារបៀបមិនចាឲ្យអាមេជ្រូកចាដែលកើតកូនអត់រួចចាអាកើតកូនបែកទឹកភ្លោះឲ្យមិនងាយកើតអានឹងត្រូវធ្វើមិនចានេះគឺខូចច្រើនមែនទែនបងប្អូនណាឆាតរបស់ខ្ញុំមួយថ្ងៃបងប្អូនសាររាប់រយសារចាចូលចាជាពិសេសបងប្អូនយើងអ្នកថ្មីតែម្ដងចាអញ្ចឹងបើចង់ដឹងចាពីបទពិសោធន៍នឹងការចែកម្លែករបស់ខ្ញុំចូលមើល page ខ្ញុំហើយជួយ follow ម្នាក់មួយដើម្បីទុកថ្ងៃក្រោយមានបញ្ហាជ្រូកកើតមានបញ្ហាដូចខាងលើចាអត់ទឹកដោះក្តៅដង្ហក់អត់ស៊ីបាយរត់ឲ្យកូនអឹមកើតមករាកក្អួតថ្នាំកូនជ្រូកមានថ្នាំរលាកស្លាកអីគ្រប់ប្រភេទបងប្អូនណាចាវីតាមីនបើសាច់បើមេអីគ្រប់ប្រភេទបងប្អូនណាឆាតមកខ្ញុំវាស្រួលចាវាមានឆាតស្រាប់កុំឲ្យបងប្អូនយើងកន្លងមកហើយណាដល់ពេលមានបញ្ហាឆាតរក page ខ្ញុំអត់ឃើញទេរក page ខ្ញុំរនោះរអត់ឃើញចាអ្នកខ្លះដល់តឹងឆ្លោះធ្លួយទៅជាខូចចានេះអត់ញិននិយាយលេងសើចបងប្អូនណាតង្ហក់ក្តៅអត់ទឹកដោះអត់ស៊ីបាយមេអត់ឲ្យកូនអឹមចាអ៊ីតជួយបងប្អូនបាន 99.99% ណាបងប្អូនចាអត់មានលេងសើចទេអញ្ចឹងដល់វគ្គយើងចែកម្លែកបន្តិចបងប្អូនចាអាចជ្រូកដែលចាឈឺពោះរៀបកើតបងប្អូនណាវាឈឺពោះចានឹងសម្រាប់តអ្នកថ្មីបងប្អូនអ្នកចាស់មិនបាច់មើលទេអ្នកចេះហើយកុំមើលចាវាឈឺពោះចាវារៀបបែកទឹកភ្លោះចាទឹកភ្លោះវាបែកទឹកដោះចេញឆ្វាចទឹកភ្លោះបែកហ្នឹងអាហ្នឹងវាមានន័យថាវានឹងដល់ដំណាក់កាលមួយដែលកូនទូលមកដែលវាត្រូវកើតហើយចាប៉ុន្តែបើសិនជាបែកទឹកភ្លោះហើយចាក់ថ្នាំបើកស្បូនហើយចាអានេះកូនទូលមកណាវាមិនឃើញកើតទេចាកូនដូចថាវាអត់ឲ្យមេនេះប្រឹងអត់ឲ្យមេល្មាត់ដេកស្ងាត់ជ្រាបបងប្អូនណាបងប្អូនជាច្រើនគាត់ជួបហើយអញ្ចឹងខ្ញុំនិយាយបងប្អូនខ្លះគាត់យល់ច្បាស់ណាស់បងប្អូនលោកយកកុំទុកយូរណាបើទុកយូរខ្ញុំបញ្ជាក់ហានិភ័យរបស់វាទី1ធ្លាក់ឆ្អឹងតាគៀកបិទមាត់ស្បូនលោកលែងរួចអាហ្នឹងចាខូចណាចាគឺខូច 100% ត្មងចាប៉ុន្តែបើសិនជាវាកើតបាន5 6កូន7កូនចំពោះមេកមុំណានៅសល់1ឬក៏2អាហ្នឹងអាចរស់សង្គ្រោះមេអាចរស់ណាកូននឹងចានឹងអាលួយធ្លាក់មកចារស់មេវាអត់បញ្ហាទេធម្មតាក៏ប៉ុន្តែបើថាមេដបងធ្លាក់ឆ្អឹងតាគៀកទៅមិនកើតបាន1ឬក៏2ឬក៏មិនទាន់កើតទេធ្លាក់ឆ្អឹងតាគៀកខឹបចាលូកឡើងចុះអាហ្នឹងគឺខូចទេបងប្អូនណាចាឲ្យពិធីសង្គ្រោះនេះខ្ញុំក៏ធ្លាប់បានចែករំលែកមកហើយអញ្ចឹងបើសិនជាមានបញ្ហាអស់ហ្នឹងចាឆាតមកខ្ញុំមកខ្ញុំធ្វើមិនចាសង្គ្រោះវាចាសង្គ្រោះវាចាជួយបាន50 ចាជ្រូកខ្លះក៏សង្គ្រោះបាន 100% ជ្រូកខ្លះក៏អត់បានទេចាដូចខ្ញុំនិយាយមានករណី2ករណីខាងលើមកមិនអញ្ចឹងកូននៅឬក៏កូនអស់ហើយនៅសល់2អីចឹងទៅឬក៏កូននៅពេញពោះអីចឹងណាតែវិធីសង្គ្រោះនេះបងប្អូនណាចាវាអាចជួយបងប្អូនបាន 50% ចាអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាខាងលើអាចឆាតមករកតូចបានចាសួរទៅតែកុំឲ្យកោអ្នកខ្លះឆាតមកនៅក្នុងន័យចាអត់មានស៊ូទេលក្ខណៈកោបងប្អូនណាឬក៏អ្នកខ្លះទេមកអត់មានលក្ខណៈស៊ូទេចាលក្ខណៈកោចាហ្នឹងខ្ញុំអត់ទទួលឆាតហើយក៏អត់ចាលើកទូរស័ព្ទបងប្អូនដែរថ្ងៃក្រោយចាអញ្ចឹងខ្ញុំអត់មានចិត្តអាក្រក់ទេចំពោះបងប្អូនដែលខលមកស៊ូណាបងអើយខ្ញុំមានបញ្ហាជ្រូកហើយជួយបន្តិចមកណាបងចែងចុះអូខេខ្ញុំអ៊ីតុចចាជួយបងប្អូនចាផ្ដាច់ជីវិតណាតបឆាតនឹងចាទទួលទូរស័ព្ទបងប្អូនចែករំលែកគ្រប់ពេលណានិយាយទូរស័ព្ទមួយបងប្អូនចាប្រាប់ពីរបៀបរបបគ្រប់ពេលគ្រប់វេលាចាដូចខ្ញុំបញ្ជាក់ហើយកុំឲ្យតែនៅក្នុងលក្ខណៈកោចាគឺខ្ញុំមិនអាចទទួលទូរស័ព្ទបងប្អូនទេខ្ញុំបិទចោលហើយដោយសារតែខ្ញុំក៏រវល់ការងារច្រើនចាដូចបងប្អូនដឹងហើយថាខ្ញុំរវល់ការងារច្រើនមិនមែនចាអត់មានការងារអីទេណាអញ្ចឹងខ្ញុំបញ្ជាក់រាល់ការស៊ូនាំជ្រូកក្តាន់អីមានបញ្ហាអីគឺខ្ញុំរីករាយនឹងចែកម្លែកបងប្អូននឹងចាលើកទូរស័ព្ទបងប្អូនចាបញ្ជាក់ឲ្យបញ្ជាក់ទៀតប៉ុន្តែបើកោចាគឺខ្ញុំបិទទូរស័ព្ទចោលអញ្ចឹងណាបងប្អូនណាមិនមែនចិត្តអាក្រក់ទេអានេះគឺនិយាយវាមានលក្ខខណ្ឌអញ្ចឹងណាចាអញ្ចឹងរាល់បងប្អូនមានបញ្ហាជ្រូកក្តៅតង្ហក់អត់ទឹកដោះអត់ស៊ីបាយចាអត់ឲ្យកូនអឹមឬក៏មេចាកមុំអីមានប្រដាប់ភេទតូចចាមិនងាយនឹងរយឈ្មោលឬក៏មេចាស់បំបែកកូនហើយមិនងាយរយឈ្មោលចាថ្នាំចាបើតាគៀកគ្រប់ប្រភេទថ្នាំរលាកសន្លាក់ថ្នាំរាក់ក្អួតបងប្អូនណាឆាតជភេអ៊ីតុចបានចាអញ្ចឹងអរគុណបងប្អូនចង់ឲ្យខ្ញុំ
ចែកម្លេចអីទៀតបងប្អូនអាច comment នៅក្រោម page បានចាឬឆាតចូល page ចាអរគុណបងប្អូនតអរគ្នាចា